សូមស្វាគមន៍កាន់ channel ថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយនឹងមកបងប្អូនទាំងគ្នាពីរបៀបភ្ជាប់គម្រោងដូរលុយប្រចាំសប្តាហ៍របស់ Midphone ពីឡាយយើងដូរបាន999ឡាយើងអាចធ្វើការ call ក្នុងប្រព័ន្ធបានពេញមួយសប្តាហ៍ហើយយើងអាចធ្វើការផ្ញើសារបានពេញមួយសប្តាហ៍ផងដែរក្នុងប្រព័ន្ធ Midphone នឹងហើយយើងមើលពីរបៀបភ្ជាប់ទាំងអស់គ្នារបៀបភ្ជាប់ពីឡាយើងដូរបាន999គឺយើងចុចទៅកាន់លេខផ្កាយលេខ7 8 9ផ្កាយទៅមកលេខ2ត្រង់ជ្រុកហើយចុចបញ្ជូននោះយើងនឹងបានភ្ជាប់នៅគម្រោងដូរលុយប្រចាំសប្តាហ៍របស់ Midphone ពីឡាយើងដូរបាន999ឡាដោយជោគជ័យហើយយើងលេងអ៊ីនធឺណិតដោយមួយសេរីតែម្ដងពេញមួយសប្តាហ៍ហើយឥឡូវនេះយើងមើលពីរបៀបឆែកមើលលុយដែលយើងបានដូររួចយើងចង់ឃើញលុយដែលយើងបានដូររួចមានចំនួនប្រមាណយើងអាចធ្វើការឆែកឃើញដោយយើងចុចទៅកាន់លេខផ្កាយ7 8 9ផ្កាយ097ត្រង់ជ្រុកហើយចុចជូនទៅនោះយើងនឹងឃើញចំនួនលុយដែលយើងបានដូររួចនៅក្នុងប្រព័ន្ធ Midphone ទាំងហើយមួយវិញទៀតរបៀបឆែកមើលលេខទូរស័ព្ទរបស់យើងនៅក្នុងប្រព័ន្ធ Midphone ហ្នឹងយើងចង់ឃើញលេខទូរស័ព្ទរបស់យើងលេខប្រមាណនៅក្នុងប្រព័ន្ធ Midphone ហ្នឹងមានលេខអីខ្លះគឺយើងអាចធ្វើការចុចទៅកាន់លេខ99ហើយចុចបញ្ជូននោះយើងនឹងឃើញលេខទូរស័ព្ទរបស់យើងហើយឬក៏ម្យ៉ាងទៀតយើងចុចទៅកាន់លេខផ្កាយ99ត្រង់ជ្រុកហើយចុចជូនទៅនឹងក៏យើងអាចធ្វើការឆែកឃើញនៅលេខទូរស័ព្ទរបស់យើងដែរឬក៏យើងប្រើមួយទៀតដោយយើងចុចទៅកាន់លេខផ្កាយ88ត្រង់ជ្រុកហើយចុចជូនរបៀបនេះក៏យើងឆែកឃើញលេខទូរស័ព្ទខ្លួនយើងដែរហើយមួយវិញទៀតរបៀបឆែកមើលឈ្មោះ profile អ្នកប្រើលេខទូរស័ព្ទវិញយើងចង់ឃើញតើឈ្មោះអីដែលប្រើលេខទូរស័ព្ទហ្នឹងឈ្មោះយើងដែរឬទេឈ្មោះយើងពិតអត់យើងអាចធ្វើការឆែកឃើញដោយយើងចុចទៅកាន់លេខផ្កាយលេខ200ត្រង់ជ្រុកហើយចុចជូនទៅនោះយើងនឹងឃើញឈ្មោះ profile អ្នកប្រើលេខទូរស័ព្ទប្រព័ន្ធ Midphone ហ្នឹងហើយមួយវិញទៀតរបៀបផ្ដាច់បើសិនយើងចង់ធ្វើការផ្ដាច់គម្រោងដូរលុយផ្ដាច់គម្រោងដូរលុយប្រចាំសប្តាហ៍របស់ Midphone ពីឡាយើងដូរបាន999ឡាហ្នឹងវិញគឺយើងអាចផ្ដាច់បានដោយយើងចុចទៅកាន់លេខផ្កាយ789ផ្កាយលេខ0ត្រង់ជ្រុកហើយចុចជូនទៅនោះយើងនឹងបានធ្វើការផ្ដាច់នៅគម្រោងដូរលុយនឹងដោយជោគជ័យឬក៏យើងអាចធ្វើការផ្ដាច់ម្យ៉ាងទៀតបានដោយយើងចុចទៅកាន់លេខផ្កាយលេខ1200ត្រង់ជ្រុកហើយចុចជូនទៅនោះយើងនឹងឃើញគម្រោងដែលយើងកំពុងភ្ជាប់ហើយយើងអាចធ្វើការជ្រើសរើសគម្រោងណាមួយយកមកធ្វើការផ្ដាច់ដោយផ្ទាល់បានអញ្ចឹងវីដេអូនៃការបង្ហាញពីរបៀបភ្ជាប់គម្រោងដូរលុយប្រចាំសប្តាហ៍របស់ Midphone ពីឡាយើងដូរបាន999ឡាគឺសូមចប់ត្រឹមនេះសូមអ្នកទាំងអស់គ្នាចូលរួមចុចអក្សរ Subscribe និង Like នៅខាងក្រោមវីដេអូនេះផងសូមអរគុណ